ឃើញយកអាសាចូលបន្ទប់ទឹកដូចនោមញឹកគ្រាន់តែជួបក្រាស់បន្តិចសោះបាទនោមញឹកនោះញឹកភ័យបាទបើភ័យអត់អីទេប៉ុន្តែបើអត់ភ័យហើយមួយថ្ងៃនោមចង់20ដងណាប្រយ័ត្នបន្តិចបាទប្រយ័ត្នបញ្ហាជាមួយនឹងផ្លូវបង្ហូរទឹកនោមហើយបើប្រុសប្រយ័ត្នកពេញប្រូស្តាតអញ្ចឹងជាទូទៅទឹកនោមយើងនោមប្រហែលជា6ទៅ8ដងឯមួយថ្ងៃហើយបើថាយើងញ៉ាំទឹកច្រើនហើយនឹងអាចលើសនឹងតិចតួចតែបើសិនជានោមរហូតដល់20ដងហើយញោមតិចទឹកប្រយ័ត្នអាចរលាកផ្លូវបង្ហូរទឹកនោមអាចគោះក្នុងទម្រង់ទឹកនោមឬក៏អាចបើប្រុសរិចកពេញប្រូស្តាតបាទអានោមចេញតិចទៅបន្ទប់ទឹកតិចហ្នឹងហើយប្រយ័ត្នអាចអញ្ចឹងហើយបើចង់ជ្រាបច្បាស់ថាខ្លួនឯងនេះណៅពីអីមិនមែនភ័យដោយសារឃើញក្រាស់ទេបាទគួរតែជួបជាមួយនឹងគ្រូពេទ្យវិភាគមើលលម្អិតថាយើងកើតអី